មេបញ្ជាការទីតាំងនានាមេបញ្ជាការកងវ៉ូសេនាតូចយាមកាមនិងការពារនិងមេបញ្ជាការកងវ៉ូសេនាតូចការពារថ្ងៃនេះយើងបានប្រមូលផ្ដុំលោកអ្នកនៅនាយកដ្ឋានរដ្ឋបាលដោយយោងតាមការណែនាំរបស់ឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពក្នុងក្របខ័ណ្ឌនៃការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិដើម្បីពង្រឹងការត្រៀមលក្ខណៈទូទៅនិងបង្កើនប្រសិទ្ធភាពនៃកងកម្លាំងជំនួយឯកឧត្តមអនុប្រធានអគ្គសេនាធិការកងទ័ពផ្នែករដ្ឋបាលឧត្តមសេនីយ៍ឯកចាវ៉ាតកាឌីមម៉ូហ៊ីតខាបានដឹកនាំសន្និសីទពង្រីកសម្រាប់មេបញ្ជាការទីតាំងនិងកងវ៉ូសេនាតូចយាមកាមនិងការពារដែលបានប្រារព្ធធ្វើនៅទីស្នាក់ការនាយកដ្ឋានរដ្ឋបាលដោយមានការចូលរួមពីនាយកគ្រប់គ្រងឋានន្តរស័ក្តិនិងមេបញ្ជាការទីតាំងនានាក៏ដូចជាកងវ៉ូសេនាតូចយាមកាមពាក់ព័ន្ធសន្និសីទនេះគឺសម្រាប់ពិនិត្យមើលការត្រៀមលក្ខណៈរបស់កងកម្លាំងទាំងនេះពង្រឹងសមត្ថភាពនិងដោះស្រាយបញ្ហាប្រឈមជាមួយគ្នានេះដែរគឺផ្ដោតលើការថែទាំអ្នកប្រយុទ្ធវីរៈជននិងអ្នករបួសដោយយកចិត្តទុកដាក់លើតម្រូវការរដ្ឋបាលនិងស្មារតីរបស់ពួកគេជាអាទិភាពអចិន្ត្រៃយ៍សម្រាប់នាយកដ្ឋានរដ្ឋបាលអនុវត្តតាមការណែនាំរបស់អាជ្ញាធរឯកឧត្តមអនុប្រធានអគ្គសេនាធិការកងទ័ពផ្នែករដ្ឋបាលបានជួបជាមួយមេបញ្ជាការកងវ៉ូសេនាតូចយាមកាមនិងការពាររួមទាំងមេបញ្ជាការទីតាំងនានាបន្ថែមពីលើមេបញ្ជាការកងវ៉ូសេនាតូចយាមកាមនិងការពារពិសេសរបស់បញ្ជាការដ្ឋានការពារអាកាសនិងអាកាសចរកងទ័ពឯកឧត្តមបានស្ដាប់បញ្ហាទាំងអស់ដែលមាននៅក្នុងកងវ៉ូសេនាតូចទាំងនេះរួចបានចេញការណែនាំជាច្រើនដែលរួមចំណែកដល់ភាពជោគជ័យនៃការងាររបស់ពួកគេឯកឧត្តមក៏បានណែនាំពួកគេឲ្យយកចិត្តទុកដាក់ចំពោះអ្នករបួសនិងអ្នកជំងឺព្រោះពួកគេគឺជាកូនរបស់យើងដែលបានលះបង់ដូច្នេះយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីផ្ដល់ជូនពួកគេនូវអ្វីដែលយើងអាចផ្ដល់បានការប្រជុំនេះរៀបចំឡើងក្នុងក្របខ័ណ្ឌនៃការតាមដានបន្តរបស់នាយកដ្ឋានរដ្ឋបាលដើម្បីអភិវឌ្ឍប្រសិទ្ធភាពស្ថាប័ននិងពង្រឹងការត្រៀមលក្ខណៈទូទៅរបស់កម្លាំងពាក់ព័ន្ធដែលរួមចំណែកគាំទ្រប្រព័ន្ធការងារយោធានិងរដ្ឋបាលសម្រេចបាននូវវិន័យនិងប្រសិទ្ធភាពខ្ពស់បំផុតនិងបម្រើឲ្យសន្តិសុខនិងស្ថិរភាពរបស់អ៊ីរ៉ាក់សន្និសីទសំខាន់មួយត្រូវបានពិភាក្សាអំពីកម្លាំងប្រយុទ្ធនិងកម្លាំងទូទៅនៃកងវ៉ូសេនាតូចការពារនិងទីតាំងទាំងអស់សន្និសីទនេះរួមចំណែកក្នុងការបង្កើនសមត្ថភាពនិងការត្រៀមលក្ខណៈរបស់កងវ៉ូសេនាតូចទាំងនោះនៅក្នុងទីតាំងនានានិងកងវ៉ូសេនាតូចយាមកាមនិងការពារក្នុងអំឡុងសន្និសីទនេះមានការត្រួតពិនិត្យដ៏ទូលំទូលាយអំពីស្ថានភាពត្រៀមលក្ខណៈរដ្ឋបាលនិងប្រយុទ្ធហើយបានពិភាក្សាអំពីមធ្យោបាយអភិវឌ្ឍសមត្ថភាពនិងពង្រឹងសមត្ថភាពស្របតាមគោលបំណងរបស់ក្រសួងការពារជាតិការពិភាក្សាអំពីចំណុចសំខាន់និងអត្ថន័យរបស់វារួមចំណែកក្នុងការបង្កើនការត្រៀមលក្ខណៈរដ្ឋបាលនិងប្រយុទ្ធដែលសម្រេចបាននូវគោលដៅការងារស្ថាប័ននិងគាំទ្រសន្តិសុខនិងស្ថិរភាពរបស់អ៊ីរ៉ាក់ពីនាយកដ្ឋានរដ្ឋបាលលោកហ្វាយិកអាល់អាតវ៉ានីប្រព័ន្ធផ្សព្វផ្សាយក្រសួងការពារជាតិ